រូបមន្តនៃភាពស័ក្តិសិទ្ធិចំណេះដឹងគឺជាកំណប់ទ្រព្យតែការអនុវត្តគឺជាកូនសោឆ្ពោះទៅរកកំណប់ទ្រព្យនោះនៅក្នុងរឿងព្រេងនិងរឿងនិទាននិយាយថាដើម្បីនាំភាពស័ក្តិសិទ្ធិមកឲ្យនរណាម្នាក់ជាដំបូងត្រូវនិយាយពាក្យស័ក្តិសិទ្ធិហើយដើម្បីទាញភាពស័ក្តិសិទ្ធិពីការដឹងគុណជាដំបូងអ្នកត្រូវនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណខ្ញុំមិនអាចប្រាប់បានទេថាពាក្យអរគុណសំខាន់យ៉ាងណាចំពោះជីវិតអ្នកដើម្បីរស់នៅដោយការរលឹកដឹងគុណដើម្បីជួបភាពស័ក្តិសិទ្ធិក្នុងជីវិតអរគុណគឺជាពាក្យតែពីរម៉ាត់ដែលអ្នកត្រូវនិយាយយ៉ាងតាំងចិត្តនិងប្រើអារម្មណ៍ជ្រាលជ្រៅជាងពាក្យណាទាំងអស់ពាក្យពីរម៉ាត់នេះត្រូវតែក្លាយជាអត្តសញ្ញាណរបស់អ្នកអរគុណគឺជាស្ពានសម្រាប់ឲ្យអ្នកឆ្លងពីចំណុចដែលអ្នកកំពុងនៅនាពេលនេះឆ្ពោះទៅរកជីវិតក្នុងក្តីសុបិនរូបមន្តនៃភាពស័ក្តិសិទ្ធិគឺ 1. គិតនឹងនិយាយពាក្យស័ក្តិសិទ្ធិយ៉ាងតាំងចិត្តថាអរគុណ 2. អ្នកគិតនឹងនិយាយពាក្យស័ក្តិសិទ្ធិអរគុណយ៉ាងតាំងចិត្តច្រើនប៉ុណ្ណាអ្នកនឹងកាន់តែមានអារម្មណ៍ដឹងគុណច្រើនឡើងតាមនោះដែរ 3. អ្នកកាន់តែគិតនឹងដឹងគុណយ៉ាងច្រើនប៉ុណ្ណាអ្នកក៏កាន់តែមានសេចក្តីសុខច្រើនទៅតាមនោះដែរការដឹងគុណគឺអារម្មណ៍ដូច្នេះគោលដៅខ្ពស់បំផុតនៃការអនុវត្តដោយការដឹងគុណគឺការប្រើប្រាស់អារម្មណ៍យ៉ាងតាំងចិត្តឲ្យច្រើនតាមតែអ្នកអាចធ្វើបានព្រោះវាជាកម្លាំងជួយពន្លឿនភាពស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នកច្បាប់ Newton គឺ1 ស្មើ 1អ្នកឲ្យអ្វីអ្នកនឹងទទួលបានរបស់នោះមកវិញស្មើគ្នាមានន័យថាបើអ្នកបង្កើនអារម្មណ៍ដឹងគុណកាន់តែខ្លាំងជីវិតរបស់អ្នកនឹងពង្រីកស្មើនឹងអារម្មណ៍នោះដែរអារម្មណ៍កាន់តែខ្លាំងប៉ុណ្ណាការដឹងគុណកាន់តែជ្រាលជ្រៅប៉ុណ្ណាជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរកាន់តែលឿនតាមដែរពេលរកឃើញថាការអនុវត្តដ៏តិចតួចមានភាពងាយស្រួលក្នុងការរួមបញ្ចូលការដឹងគុណទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកនឹងរកឃើញលទ្ធផលនៃភាពស័ក្តិសិទ្ធិដែលកើតឡើងដល់ខ្លួនអ្នកហើយអ្នកនឹងគ្មានថ្ងៃចង់ត្រឡប់ទៅរកជីវិតដូចមុនទៀតឡើយបើអ្នកអនុវត្តដោយការដឹងគុណតិចជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរតិចដែរបើអនុវត្តច្រើនរាល់ថ្ងៃជីវិតក៏នឹងផ្លាស់ប្ដូរយ៉ាងអស្ចារ្យដោយវិធីងាយៗដែលអ្នកស្ទើរតែមិននឹកស្មានដល់នៅពេលសម្ដែងការដឹងគុណយើងមិនត្រូវភ្លេចថាការដឹងគុណដ៏ខ្ពស់បំផុតមិនមែនគ្រាន់តែនិយាយពាក្យចេញមកទេតែត្រូវស៊ីចង្វាក់គ្នានឹងជីវិតប្រចាំថ្ងៃផងដែរនៅក្នុងសេចក្តីអត្ថាធិប្បាយនេះមានគោលប្រតិបត្តិស័ក្តិសិទ្ធិចំនួន28ដែលត្រូវបានរចនាឡើងមកជាពិសេសដើម្បីឲ្យអ្នករៀនចេះពីវិធីប្រើប្រាស់ថាមពលស័ក្តិសិទ្ធិនៃការដឹងគុណចំពោះសុខភាពលុយកាក់ការងារនិងសម្ព័ន្ធភាពរបស់អ្នកនិងដើម្បីឲ្យក្តីប្រាថ្នាដ៏តូចនិងសុបិនដ៏អស្ចារ្យរបស់អ្នកក្លាយជាការពិតអ្នកនឹងបានរៀនពីវិធីអនុវត្តដោយការដឹងគុណដើម្បីចាត់ការបញ្ហានិងផ្លាស់ប្ដូរស្ថានភាពអវិជ្ជមានណាមួយផងដែរអ្នកនឹងចាប់អារម្មណ៍ពេលបានស្ដាប់អំពីចំណេះដឹងអំពីការផ្លាស់ប្ដូរជីវិតនេះតែបើអ្នកមិននាំយកអ្វីដែលបានស្ដាប់នេះទៅអនុវត្តទេចំណេះដឹងទាំងនេះនឹងរត់ចូលទៅក្នុងកន្លែងណាមួយហើយឱកាសល្អៗដែលនឹងស្រូបទាញមកផ្លាស់ប្ដូរជីវិតរបស់អ្នកដ៏ងាយស្រួលក៏នឹងរលាយបាត់ផងដែរដើម្បីឲ្យជឿជាក់ថារឿងនេះនឹងមិនកើតឡើងអ្នកចាំបាច់ត្រូវអនុវត្តដោយការដឹងគុណឲ្យជាប់រហូត28ថ្ងៃដើម្បីឲ្យកោសិកានិងចិត្តក្រោមលំនឹករបស់អ្នកជោគជាំទៅដោយរឿងនេះទើបអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានជារៀងរហូតគោលប្រតិបត្តិនេះត្រូវបានរចនាមកយ៉ាងសម្បូរបែបជាបន្តបន្ទាប់រហូតដល់ថ្ងៃទី28ដើម្បីឲ្យការដឹងគុណរបស់អ្នកក្លាយជាទម្លាប់និងជាវិថីថ្មីនៃជីវិតការអនុវត្តដោយការដឹងគុណជាបន្តបន្ទាប់ច្រើនយ៉ាងតាំងចិត្តសូមធានាថាអ្នកនឹងឃើញភាពស័ក្តិសិទ្ធិចូលមកក្នុងជីវិតយ៉ាងឆាប់រហ័សក្នុងគោលប្រតិបត្តិស័ក្តិសិទ្ធិនីមួយៗគឺជាកំណប់នៃដំបូន្មានអាថ៌កំបាំងដែលនឹងពង្រីកចំណេះដឹងរបស់អ្នកក្នុងគោលដៅប្រតិបត្តិនីមួយៗនឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់អំពីដំណើរជីវិតហើយវាជាការងារណាស់ក្នុងការទទួលបានជីវិតដោយក្តីសុបិន12គោលប្រតិបត្តិដំបូងប្រើធម៌ពលស័ក្តិសិទ្ធិនៃការដឹងគុណសម្រាប់អ្វីដែលអ្នកកំពុងតែមានក្នុងពេលនេះនិងសម្រាប់អ្វីដែលអ្នកទទួលបានក្នុងអតីតកាលព្រោះបើសិនបើអ្នកមិនដឹងគុណចំពោះអ្វីដែលអ្នកមាននិងអ្វីដែលអ្នកបានទទួលមកហើយភាពស័ក្តិសិទ្ធិនឹងមិនធ្វើការទេហើយអ្នកក៏នឹងមិនទទួលបានលើសពីអ្វីនេះដែរគោលប្រតិបត្តិ12ដំបូងនេះនឹងជួយឲ្យភាពស័ក្តិសិទ្ធិនៃការដឹងគុណចាប់ផ្ដើមធ្វើការបានភ្លាមៗទាន់ពេលវេលា10គោលការណ៍ប្រតិបត្តិបន្ទាប់
គឺប្រើធម្មពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីក្តីប្រាថ្នារបស់អ្នកសុបិនរបស់អ្នកនិងគ្រប់យ៉ាងដែលអ្នកចង់បានតាមរយៈគោលប្រតិបត្តិទាំង10វានឹងធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិតហើយអ្នកក៏ឃើញបរិយាកាសក្នុងជីវិតអ្នកផ្លាស់ប្ដូរយ៉ាងអស្ចារ្យ6គោលប្រតិបត្តិចុងក្រោយនឹងនាំអ្នកទៅរកកម្រិតថ្មីទាំងស្រុងជាទីដែលអ្នកត្រូវជួបជ្រាបដោយការដឹងគុណគ្រប់កោសិកានៃរាងកាយនិងចិត្តគំនិតអ្នកនឹងរៀនចេះពីវិធីប្រើប្រាស់ធម៌ពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីជួយអ្នកដទៃកម្ចាត់បញ្ហានិងដោះស្រាយស្ថានភាពផ្សេងៗឬសភាពការអវិជ្ជមានដែលអ្នកមានត្រូវតែប្រឈមពេញមួយជីវិតអ្នកមិនចាំបាច់ខ្វល់នឹងប្រតិទិនជីវិតរបស់អ្នកទេព្រោះគោលប្រតិបត្តិនីមួយៗត្រូវបង្កើតឡើងមកជាពិសេសដែលសមស្របទៅនឹងជីវិតប្រចាំថ្ងៃរបស់អ្នកហើយមិនថាថ្ងៃធ្វើការថ្ងៃចុងសប្តាហ៍ថ្ងៃបុណ្យឬថ្ងៃឈប់សម្រាកអ្វីទេអ្នកអាចនឹងយកការដឹងគុណជាប់ខ្លួនបានយកទៅតាមគ្រប់ទីកន្លែងដែលអ្នកទៅមិនថាអ្នកនឹងទៅទីណាភាពស័ក្តិសិទ្ធិនឹងកើតឡើងនៅទីនោះភ្លាមប្រសិនបើអ្នកខកខានមួយថ្ងៃអ្នកនឹងបាត់បង់អ្វីៗទាំងអស់ដែលធ្លាប់បានធ្វើកន្លងមកបើសិនអ្នកខកខានមួយថ្ងៃពិតមែនដើម្បីឲ្យប្រកាសថាអ្នកមិនបានកាត់បន្ថយភាពស័ក្តិសិទ្ធិរបស់អ្នកនោះទេចូលរាប់ថយទៅក្រោយ3ថ្ងៃហើយអនុវត្តត្រង់ចំណុចនេះឡើងវិញម្ដងទៀតគោលប្រតិបត្តិខ្លះរចនាឡើងសម្រាប់ប្រើប្រាស់ពេលព្រឹកហើយខ្លះទៀតប្រើបានពេលថ្ងៃដូច្នេះចូលស្ដាប់គោលប្រតិបត្តិដំបូងនៃថ្ងៃនីមួយៗនៅពេលព្រឹកគោលប្រតិបត្តិខ្លះត្រូវស្ដាប់តាំងពីយប់ព្រោះវាត្រូវចាប់ផ្ដើមប្រើតាំងពីភ្ញាក់ពីដំណេកហើយខ្ញុំនឹងប្រាប់ថាតើពេលណាគួរចាប់ផ្ដើមអនុវត្តអ្នកប្រហែលជាចង់ស្ដាប់គោលប្រតិបត្តិសម្រាប់ថ្ងៃបន្ទាប់នៅពេលមុនចូលគេងដើម្បីបានត្រៀមខ្លួនបើដូច្នេះមែនសូមឲ្យប្រកាសចិត្តថាអ្នកនឹងស្ដាប់គោលប្រតិបត្តិនោះឡើងវិញម្ដងទៀតនៅពេលព្រឹកបើអ្នកមិនចង់ធ្វើតាមគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28នេះជាលំដាប់លំដោយអ្នកអាចប្រើវិធីផ្សេងក៏បានអ្នកអាចជ្រើសរើសគោលប្រតិបត្តិស័ក្តិសិទ្ធិណាមួយដែលអ្នកយល់ថាវាសំខាន់ក្នុងជីវិតដែលអ្នកចង់ផ្លាស់ប្ដូរឬកែលម្អអ្នកអាចប្រើគោលប្រតិបត្តិនោះជាបន្តបន្ទាប់ប្រហែល3ថ្ងៃឬរាល់ថ្ងៃសម្រាប់មួយសប្តាហ៍ឬអ្នកអាចប្រើគោលប្រតិបត្តិស័ក្តិសិទ្ធិមួយក្នុងមួយសប្តាហ៍ឬ2ក្នុងមួយសប្តាហ៍ក៏បានចំណុចដែលខុសគ្នាគឺអ្នកត្រូវចំណាយពេលយូរជាងទម្រាំតែឃើញការផ្លាស់ប្ដូរក្នុងជីវិតជាចុងបញ្ចប់នៃគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28ថ្ងៃមានអនុសាសន៍នៃគោលប្រតិបត្តិដែលអ្នកអាចប្រើប្រាស់ជាសង្ខេបបានហើយវានឹងជួយពន្លឿនឲ្យកើតរឿងស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នកតើអ្នកអនុវត្តការដឹងគុណច្រើនហួសពេកឬទេអត់ទេតើជីវិតរបស់អ្នកស័ក្តិសិទ្ធិពេកឬទេកម្រណាស់ចូលអនុវត្តគោលប្រតិបត្តិម្ដងហើយម្ដងទៀតដើម្បីឲ្យការដឹងគុណជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈនិងក្លាយជាទម្លាប់មួយបែបថ្មីរបស់អ្នកបន្ទាប់ពីគ្រប់28ថ្ងៃអ្នកនឹងរៀបចំប្រព័ន្ធខួរក្បាលបែបថ្មីផ្សាំការបណ្ដុះការដឹងគុណក្នុងចិត្តក្រោមលំនឹក subconsciousness គឺកន្លែងរាប់ថាជារឿងទី1ដែលផុសចេញមកដោយស្វ័យប្រវត្តិនៅក្នុងចិត្តរបស់អ្នកនៅគ្រប់ស្ថានភាពភាពស័ក្តិសិទ្ធិដែលអ្នកទទួលបាននឹងជួបនឹងជាកម្លាំងបណ្ដាលចិត្តឲ្យអ្នកព្រោះនៅពេលអ្នកបញ្ចូលការដឹងគុណក្នុងជីវិតប្រចាំថ្ងៃនោះជីវិតនឹងមិនខ្វះទស្សនីយភាពដ៏រំភើបឡើយ